ខ្ញុំបាទសវណ្ណរដ្ឋីសូមជម្រាបសួរប្រិយមិត្តអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីមេត្រីបាទសម្រាប់នេតិស្វែងយល់ពីភាសាបាលីខ្មែរបានវិលមកកាន់ប្រិយមិត្តសារជាថ្មីទៀតហើយបាទក្នុងនោះវាគ្មិនរបស់យើងប្រចាំសប្ដាហ៍គឺលោកចៅកៀងជម្រាបសួរលោកចៅកៀងបាទជម្រាបសួរបងវ៉ារទីលោកចៅកៀងនៅថ្ងៃនេះថាតើលោកចៅកៀងមានពាក្យភាសាបាលីណាមួយដើម្បីយកមកលើកឡើងក៏ដូចជាការបង្ហាញទៅដល់ប្រិយមិត្តវិទ្យុខ្មែរប៉ុស្តិ៍បាទថ្ងៃនេះយើងនិយាយរឿងព្រះមេត្រីរបស់ខ្មែរដែលថ្ងៃមុននោះយើងមិនទាន់បាននិយាយពីអាចារ្យអ្វីខ្លះទៅដែលបានធ្វើឲ្យកងទ័ពខ្មែរទាំងអស់ហ្នឹងហើយនឹងមេទ័ពរបស់ខ្មែរក្រុមដាក់បុតចុះដើម្បីទទួលយកសន្តិភាពមួយបាទនៅក្នុងហ្នឹងក៏ពាក្យសំខាន់ដែលត្រូវលើកថ្ងៃនេះគឺពាក្យថាសច្ចាំងឬក៏សច្ចធម៌បាទប៉ុន្តែមុនលើកយកពាក្យសច្ចធម៌ឬក៏សច្ចៈហ្នឹងមកអត្ថាធិប្បាយខ្ញុំនឹងលើកយកពាក្យនឹងទំនៀមទម្លាប់ខ្លះៗទាក់ទងទៅនឹងពិធីដើម្បីស្វែងរកព្រះមេត្រីហើយក៏ដូចជាព្រះមេត្រីហ្នឹងបានកើតឡើងដោយខ្លួនឯងនៅក្នុងតិចមួយដែលម៉ែទាំងអស់គ្នាហ្នឹងបានប្រារព្ធបាននៅក្នុងរវាងសតវត្សទី10ពេលដែលព្រះនាងហ្នឹងបានពាក់ពុកមាត់បាទពាក់ពុកមាត់ធ្វើជាបរោះដើម្បីចូលទៅក្នុងសាវនាការជាមួយនឹងស្ថានកុងស៊ុលឬក៏ស្ថានទូតរបស់បរទេសប្រចាំនៅព្រះនគរខ្មែរឃើញថាព្រះអង្គក៏បាននិយាយរឿងរ៉ាវរបៀបជាស្ត្រីមិនមែនជារបៀបបរោះប៉ុន្តែព្រះមេត្រីព្រះអង្គលោកអាណិតព្រះនាងនាទី2នៅគ្រានោះព្រះអង្គក៏បានចូលទៅក្នុងរូបព្រះនាងហើយព្រះនាងមានឫទ្ធិអំណាចសិទ្ធិចេស្តាហ្នឹងហើយក៏បានបង្ក្រាបពួកឋានទូតទាំងអស់ដែលជាប្រទេសចំណុះនោះបាទព្រមទទួលយកសំណើបាទដើម្បីយកមាសប្រាក់ក្នុងប្រទេស36មុខខាងអំពីមាសប្រាក់ហ្នឹងមកធ្វើជាដង្វាយខាន់ស្លាបាទហ្នឹងចំណែកមួយហើយចំណែកទៀតគេបានឃើញព្រះអង្គក្រោយពេលដែលបានក្លាយទៅជាព្រះមេត្រីហើយព្រះអង្គក៏មានរដ្ឋអំណាចអាចបង្ក្រាបសង្គ្រាមរវាងខ្មែរនិងខ្មែរកាលនោះបាទដោយឲ្យកងទ័ពខ្មែរទាំងអស់បានចេញពីក្រៅជួរកងទ័ពហើយដឹកដៃភរិយារបស់ខ្លួនធ្វើដំណើរទៅផ្ទះរៀងខ្លួនបាទអញ្ចឹងឃើញថាមានលក្ខណៈធំធេងណាបាទដោយសន្តិភាពមួយដែលខ្មែរមិនសង្ឃឹមថាមានទេព្រោះកំពុងតែច្បាំងគ្នាហើយក៏កើតមានហើយខ្ញុំក៏ងាកទៅយកប្រយោជន៍ហ្នឹងមកអត្ថាធិប្បាយជូនអំពីពាក្យថាបច្ចៈបាទហេតុអ្វីបានជាមានព្រះមេត្រីបងប្អូនយល់ហើយគឺដោយមានពាក្យសច្ចៈនេះឯងតែម្ដងសច្ចៈបើសិនណាជាយើងស្ដាប់ទៅនៅក្នុងពាក្យរបស់ខ្មែរច្រើនប្រើថាសច្ចធម៌ហ្នឹងគឺជាធម៌មួយដែលបញ្ជាក់អំពីភាពទៀងត្រង់ភាពច្បាស់លាស់ភាពប្រតិយណាមួយរបស់ស្ត្រីក្តីរបស់បរិសុទ្ធក្តីដើរតួឬក៏ដើរនៅក្នុងសង្គមឬក៏ជាច្បាប់ទម្លាប់អីជាដើមបាទឃើញថាកាលណាតែបរិសុទ្ធឬក៏ស្ត្រីទាំងឡាយនៅក្នុងលោកនេះមានសច្ចធម៌អញ្ចឹងស្ត្រីនិងបរិសុទ្ធក្នុងលោកហ្នឹងក៏នាំប្រទេសជាតិមួយហ្នឹងឲ្យដើរទៅរកផ្លូវល្អបាទអញ្ចឹងឥឡូវបងប្អូនទាំងអស់នាំគ្នាចាំស្ដាប់ខ្ញុំនឹងបញ្យល់អំពីពាក្យសច្ចធម៌ហ្នឹងឲ្យបានយល់បាទសច្ចៈយើងឃើញហើយសរសេរនឹងអក្សរសភាសាយើងសប្តាហ៍ហ្នឹងយើងអានថាសច្ចជើងចហ្នឹងយើងអានថាចៈបាទយើងបំបែកទៅបាទបំបែកសច្ចៈហ្នឹងទៅយើងអាចសរសេរថាសៈបូកនឹងចៈបាទឥឡូវយើងសៈហ្នឹងយើងយល់ហើយថាការសម្លាប់ការធ្វើមានការផ្លាស់ប្ដូរការធ្វើឲ្យមានការវិវត្តប្រែប្រួលបាទនឹងអានថាសៈហើយចាក់ហ្នឹងយើងសរសេរថាចជើងចយើងអាចមកនឹងពាក្យថាបច្ចៈហ្នឹងជាពាក្យមួយដែលភាសាបាលីដែលយើងប្រែថាជាបច្ច័យអញ្ចឹងបច្ច័យអីខ្លះទៅដែលធ្វើឲ្យប្រទេសជាតិមួយហ្នឹងមានសច្ចធម៌បាទនឹងហើយដែលខ្មែរយើងត្រូវតែនាំគ្នាពិចារណា
ថាបច្ច័យអីខ្លះដែលជួយឲ្យខ្លួនយើងឲ្យប្រទេសជាតិយើងឲ្យក្រុមគ្រួសារយើងជាពិសេសឪពុកម្ដាយហ្នឹងទៅផ្ដល់ទៅឲ្យកូនចៅហ្នឹងនៅចំណុចអ្វីខ្លះដែលអាចបង្កើតឲ្យមានបច្ច័យធម៌នឹងឡើងបាទបច្ច័យហ្នឹងយើងនិយាយទៅតាមពុទ្ធសាសនាព្រះកស្សបៈព្រះអង្គបានសម្ដែងរួចស្រេចហើយថាមានអកុសលមានកុសលអញ្ចឹងបច្ច័យហ្នឹងបែងចែកពីបច្ច័យអាក្រក់ហ្នឹងជាស្អីមានប្រមាណយ៉ាងបាទបច្ច័យអាក្រក់ហ្នឹងគឺខ្ញុំបានជម្រាបដោយខ្លីថាព្រះអង្គបានសម្ដែងថាបង្កើតឡើងដោយព្រះវិស្ណុព្រះសិវៈព្រះនរាយណ៍អញ្ចឹងព្រះទាំង3អង្គនៅក្នុងលោកដែលមានឈ្មោះខាងលើដែលយើងបានបាយរាប់មិញហ្នឹងគឺថាគាត់បង្កើតឲ្យមានបច្ច័យអាក្រក់បាទដូចជាការយកការសម្លាប់នឹងធ្វើជាសច្ចធម៌ណាអញ្ចឹងអ្នកកាន់អំពើអាក្រក់ហ្នឹងគាត់យល់ថាការធ្វើអំពើអាក្រក់ហ្នឹងបានមកជាប្រយោជន៍ល្អសម្រាប់បុគ្គលខ្លួនគាត់ណាបាទអញ្ចឹងបានយើងឃើញហើយថាមិននិយាយពីថាសច្ចៈមួយម៉ាត់ហ្នឹងទៅយើងថាអីទៅត្រូវទាំងអស់ទេបាទចំណែកព្រះពុទ្ធសាសនាព្រះអង្គលោកថាសច្ចធម៌ហ្នឹងកើតឡើងដោយអំណាច4ប្រការគឺស្ដេចចក្រលោកបាលនោះជាអ្នកបង្កើតឡើងគេហៅព្រះបាទរាជៈព្រះបាទបិច្ចៈណាព្រះបាទយុវចៈព្រះបាទទឹកចៈហើយអ្នកទាំង4ហ្នឹងបានបង្កើតលោកហ្នឹងឡើងដោយមានសច្ចធម៌បាទព្រះអង្គលោកបានសម្ដែងថានៅក្នុងលោកនោះសម្បត្តិរបស់ខ្លួនហ្នឹងមាន4ប្រការគឺទឹកដីភ្លើងខ្យល់ហើយមួយប្រការទៀតនោះដែលផ្ដុំទឹកដីភ្លើងខ្យល់ហ្នឹងឲ្យបង្កើតបានទៅរូបបញ្ចៈហ្នឹងដែលយើងបន្ថែមខណ្ឌនៅខាងមុខយើងហៅថាបញ្ចៈខណ្ឌបាទអញ្ចឹងមានន័យថាពណ៌ចៈហ្នឹងបានផ្ដល់កំណើតឲ្យទឹកដីភ្លើងខ្យល់ហ្នឹងបង្កើតបានទៅជាសច្ចធម៌មួយគឺរូបបញ្ញខណ្ឌបាទអញ្ចឹងនៅក្នុងហ្នឹងរូបបញ្ញខណ្ឌហ្នឹងកើតឡើងដោយសច្ចធម៌អញ្ចឹងមនុស្សយើងទាំងអស់គ្នានេះសពថ្ងៃនេះបើជឿទៅលើអំពើសច្ចធម៌ខាងអកុសលបាទស្រឡាញ់មាសស្រឡាញ់ប្រាក់ស្រឡាញ់ទ្រព្យសម្បត្តិអំណាចហើយនឹងរបស់ផ្សេងទៀតចឹងទៅចឹងធ្វើឲ្យសច្ចធម៌ហ្នឹងនៅខាងពុទ្ធសាសនាដែលបានសម្ដែងហ្នឹងឃើញថាស្ងប់ឬក៏សាបសូន្យទៅទោះថាតើមាននេះមានសន្តិភាពទេឯណាយើងនាំគ្នាគិតថាសច្ចធម៌ហ្នឹងខាងព្រហ្មញ្ញសាសនាហ្នឹងនិយាយត្រូវប៉ុន្តែឥឡូវយើងមើលសង្គមរបស់យើងសពថ្ងៃដោយសារតែយើងមិនមានជំនឿថាទឹកដីភ្លើងខ្យល់ជាសម្បត្តិរបស់ខ្លួនពេលហ្នឹងសច្ចធម៌របស់សង្គមបាទបង្កើតឲ្យមានភ្លើងសង្គ្រាមបង្កើតឲ្យមានចោរលួចចោរប្លន់បង្កើតឲ្យមានការកាប់សម្លាប់គ្នាដោយសារតែដណ្ដើមអំណាចដោយសារដណ្ដើមស្ត្រីដោយសារលបែងពាលាអីសពបែបសពយ៉ាងនិយាយថាហ្នឹងហើយជាចំណុចមួយដែរដែលខ្ញុំចង់លើកបាទអញ្ចឹងសច្ចធម៌គឺចែកចេញជាពីរទៅទៀតហើយអ្នកខ្លះមិនយល់ទេឲ្យតែថាសច្ចធម៌គឺជាធម៌ត្រឹមត្រូវធម៌ទៀងត្រង់បាទដែលមនុស្សទាំងអស់គ្នាហ្នឹងត្រូវនាំគ្នាអនុវត្តទៅក៏បានសម្រេចហើយការពិតអត់មែនទេបងប្អូនសច្ចធម៌គឺជាធម៌មួយដែលបានបែងចែកជាពីរប៉ុន្តែក្នុងថ្ងៃនេះខ្ញុំនឹងលើកយកពាក្យថាបាទសច្ចៈឬក៏សច្ចੰបាទនៅក្នុងស្រុកខ្មែរយើងសច្ចធម៌ដែលល្អរបស់ខ្មែរនោះគេហៅថាសច្ចੰអ្នកខ្លះទៅហៅថាសច្ចੰហ្នឹងចែកចេញជាពីរទៀតបើបរោះហ្នឹងហៅសច្ចੰប្រទេសទៅបើស្ត្រីហ្នឹងហៅថាអ្នកសច្ចੰណែឥឡូវយើងវិលត្រឡប់មកពាក្យនឹងមួយទៀតដែលបងប្អូនមួយចំនួនព្រះអង្គលោកចេះតែនិយាយថាស្ត្រីនឹងគ្មានព្រះទេបាទការពិតបងប្អូនកំពុងតែយល់ច្រឡំភ័ន្តច្រឡំហើយអ្នកសច្ចੰហ្នឹងគឺជាសាវករបស់ព្រះកោនិគមនោពោធិសត្វដែលមានស្ត្រីនោះចំនួន500ហើយខ្មែរយើងហៅថានិលវោពោធិសត្វហើយចាំមិនបានយើងមិនហៅថានិលវោពោធិសត្វចឹងរហូតទៅបាទឥឡូវថ្ងៃនេះខ្ញុំនឹងបើកឲ្យយើងបានយល់អំពីពាក្យនេះកាលដែលនិលវោពោធិសត្វទាំង500ព្រះអង្គលោកសោយទីមង្គតទៅប៉ុន្តែព្រលឹងវិញ្ញាណរបស់ព្រះអង្គនោះមិនសោយទីមង្គតទេព្រលឹងនោះបានអណ្ដែត
ចូលទៅក្នុងរូបកាយរបស់ស្ត្រីណាម្នាក់របស់រលឹងវិញ្ញាណណាមួយព្រះនាងនោះក៏បានคล้ายទៅជាអ្នកសច្ចាំងបាទដឹងរឿងរ៉ាវដឹងបញ្ហាដឹងសច្ចភាពទាំងឡាយដែលសាសនាបកោនេះគុំនោពោធិសត្វមានហ្នឹងហើយគាត់ក៏យកមកលាតតាំងប្រាប់យើងហ្នឹងឯការទេពីប្រលឹងវិញ្ញាណនឹងចូលមកក្នុងរូបបញ្ញខណ្ឌរបស់ស្ត្រីចំនួនក្រោយហ្នឹងស្ត្រីអ្នកបួសហ្នឹងគេហៅថាអ្នកសច្ចាំងបាទចំណែកសច្ចាំងហ្នឹងក៏ដូចគ្នាដែរក្នុងសាសនាបកោនេះគុំនោពោធិសត្វហ្នឹងព្រះអង្គមានតាវៈជាបរោះហ្នឹងគេហៅព្រំរាជឬក៏បាព្រំហ្នឹងចំនួន500ពេលដែលព្រះអង្គសោយទីមង្គតទៅព្រលឹងរបស់ព្រះអង្គហ្នឹងនៅរស់អត់សុគតទេនៅហោះហើរនៅតាមមើលកូនចៅខ្មែរទូទាំងប្រទេសហ្នឹងរួមនៅរបៀបណាបានទុកយ៉ាងណាមកដល់ពេលបុគ្គលណាមួយនោះដែលប្រកាន់កុសលធម៌នឹងល្អហើយក៏បានដឹកនាំខ្លួននឹងទៅក្នុងផ្លូវសាសនាបកោនេះគុំនោពោធិសត្វនឹងបានល្អព្រលឹងវិញ្ញាណនោះក៏បានចូលទៅក្នុងបរោះហ្នឹងទៅដល់ពេលហ្នឹងបរោះបុគ្គលនោះក៏បានហៅថាសច្ចាំងបាទអ្នកខ្លះហ្នឹងក៏នៅមានពាក្យហ្នឹងដែរនៅតាមស្រុកភូមិរបស់យើងអ្នកសច្ចាំងបងបបប្រកែណាបាទនឹងហើយគឺជាសាវករបស់ប្រកោនេះគុំនោពោធិសត្វដែលបងប្អូនសពថ្ងៃកំពុងកាន់បាទហើយបងប្អូនខ្លះទៅនឹងក៏ពោលពីថាអ្នកសច្ចាំងឬក៏សច្ចាំងហ្នឹងគឺជាសាសនាព្រហ្មញ្ញអញ្ចឹងក៏មានដែរអ្នកខ្លាំងដើម្បីកុំឲ្យយើងកាន់កុំឲ្យខ្មែរនឹងបានស្គាល់ព្រះរបស់ខ្លួនឯងដែលការពុទ្ធសាសនាហ្នឹងចឹងហើយបានយើងចង់យករឿងហ្នឹងមកបរិយាយថ្ងៃនេះបាទហើយអ្នកសច្ចាំងមានរហូតមកបាទនៅក្នុងសម័យកាលប្រទេសជារុងរឿងហ្នឹងឃើញថាគេបានបែងចែកអ្នកសច្ចាំងហ្នឹងនៅខាងនគរអន្តរពបុរីហ្នឹងគេអាចថាជាអ្នកប្រាជ្ញរបស់ស្ត្រីហ្នឹងមាន500ចឹងទៅក្នុងព្រលឹងវិញ្ញាណហ្នឹងចូលមកហើយបាទចេះដឹងកិច្ចការងារសច្ចធម៌ហ្នឹងបានច្បាស់លាស់មានវិជ្ជាមានដើរផ្លូវខុសបានទេបាទហើយដល់ខាងបរោះហ្នឹងយើងបានសាងប្រាសាទមួយដែរគេហៅបាព្រំហ្នឹងណែឥឡូវសពថ្ងៃនេះអាបារាំងសែហ្នឹងវាហៅតាព្រំនេះខ្ញុំបាននិយាយសារថ្មីទៀតម្ដងទៀតចុះឲ្យយល់តាហ្នឹងមិនមែនជាភាសាខ្មែរទេកាលណានិយាយក្បត់ក្បាលតាអញ្ចឹងភាសាខ្មែរគេនិយាយស្បីតាមេតាជីតាលោកតាអ្នកតាបាទព្រោះគាត់នឹងមានអាយុច្រើនណាស់អាយុច្រើនជាងអាបារាំងសេះដាក់ឈ្មោះឲ្យនៅទៀតអូតាប្រទេសហ្នឹងអត់មានទេតែយើងយ៉ាងណាមួយដែលកើតមកតន់គាត់យើងហៅគាត់ស្មើយើងគាត់មានណាសំបីតែពាក្យតាហ្នឹងវាសំដៅទៅលើតាទួតតាលួតរបស់ខ្មែរទាំងអស់ហ្នឹងហើយអញ្ចឹងយើងត្រូវហៅគាត់យ៉ាងម៉េចហៅគាត់ថាលោកតាអ្នកតាណាបីតាអីចឹងទៅអាហ្នឹងបានហៅថាជាពាក្យខ្មែរហើយបែរជាមកហៅថាតាប្រទេសវាដូចជាអាប្រាំងសេះហ្នឹងវាអាយុស្មើនឹងអ្នកសច្ចាំងចំនួននោះឬក៏សច្ចាំងចំនួននោះដែលជាដូនតាណាខ្មែរយើងហៅដូនតាអញ្ចឹងក៏មានពាក្យដូនខាងដើមមួយទៀតណាបងប្អូនបានយើងអាចប្រើពាក្យនឹងបាននឹងហើយគេហៅសច្ចធម៌បរទេសមិនបានផ្ដល់សច្ចធម៌ឲ្យយើងហើយបានប្រកាសភ្លើងសង្គ្រាមបំផ្លាញជាតិខ្មែរគ្រប់ចំនួនបើយើងនិយាយទៅនឹងដោយសារតែយើងមិនបានយកសាសនារបស់ខ្លួនឯងព្រះរបស់ខ្លួនឯងហ្នឹងមកធ្វើការពិចារណាដើម្បីស្វែងរកសច្ចធម៌ហ្នឹងបាទឥឡូវថ្ងៃនេះខ្ញុំនឹងបន្តនិយាយអំពីតើហើយអ្នកណាជាអ្នកបង្កើតហេតុទាំងនេះណាមួយទៀតគឺយើងទៅស្គាល់ថាបើមានសច្ចធម៌ហើយយើងសួរថាអ្នកណាជាអ្នកបង្កើតសច្ចធម៌ឡើងដើម្បីសម្លាប់ឲ្យកើតពាក្យចាំងនឹងបានថាសាសនាបកោនេះគុំនោពោធិសត្វនឹងព្រះអង្គជាអ្នកសម្លាប់នៅបច្ច័យទាំងឡាយដែលគួរបច្ច័យទាំងឡាយដែលមិនគួរហ្នឹងដើម្បីឲ្យយើងទាំងអស់គ្នាហ្នឹងបានស្គាល់មេគាល្អមេគាអាក្រក់បាទអញ្ចឹងនៅក្នុងហ្នឹងយើងឃើញថាគំនិតរបស់ព្រះអង្គមានប៉ុណ្ណឹងបាទបានយើងបន្តនិយាយអំពីព្រះមេត្រីហ្នឹងបានធ្វើដំណើរទៅដល់ចំណុចមួយទៀត
ឥឡូវហ្នឹងកងទ័ពខ្មែរយើងទាំងសងខាងត្រូវបានរួបចោលជួរអស់ហើយតើយើងត្រូវធ្វើម៉េចដើម្បីឲ្យស្ដេចសត្វសង្គ្រាមទាំងសងខាងដែលសុទ្ធតែជាអ្នកខ្លាំងបតាអាចហោះហើរជ្រែកក្នុងអាកាសជំនួសយន្តហោះសពថ្ងៃបានត្រូវធ្វើម៉េចតទៅទៀតបាទព្រះអង្គអាភិបដែលមិនគួរជឿក៏បានកើតមានឡើងនៅក្នុងគ្រានោះលោកគ្រូតាខ្ញុំថាលោកក៏មិនគួរជឿថានឹងមានហេតុការណ៍នឹងកើតឡើងដែរអញ្ចឹងហើយបានជាខ្មែរយើងនៅក្នុងសម័យនោះគោរពប្រកោនិគមនោពោធិសត្វហ្នឹងថាជាព្រះដ៏ល្អប៉ុន្តែដល់មកជួបព្រះនាងនាទី2ហ្នឹងខ្មែរយើងក៏នាំគ្នាគោរពព្រះអង្គទុកដូចជាព្រះមួយទៀតដែលបានរក្សាលោកនេះគឺចំណុចងាយបំផុតប៉ុន្តែគ្មានអ្នកណាមួយរកឃើញទេខាងនេះឥឡូវស្ដេចទាំងអស់គ្នានឹងចង់បានទូព្រះបង្គំជាខ្ញុំនឹងធ្វើជាមហាសីដើម្បីអីគឺដើម្បីឡើងសោយរាជធ្វើជាស្ដេចក្នុងចក្រភពកម្ពុជានេះប៉ុន្តែថាឥឡូវមានអ្នកណាមួយទៅព្រមរៀបការជាមួយអ្នកទាំង12រូបឬក៏អ្នក21រូបដែលកំពុងឈរឬក៏អ្នក36រូបដែលកំពុងឈរនឹងបានទៅខ្ញុំទូព្រះបង្គំមិនមែនជាស្ត្រីបែបនោះទេស្ត្រីដែលយកប្តីរាប់មិនឈ្នះនោះចាប់ពី2នាក់ឡើងទៅគេឲ្យឈ្មោះថាស្ត្រីនោះមិនមែនជាស្ត្រីរបស់ខ្មែរទេចាំហើយណាឲ្យខ្ញុំទទួលយកអ្នកទាំងអស់គ្នានឹងមិនបានទេឥឡូវចេះទៅខ្ញុំមានធ្វើកញ្ចប់ទាំងអស់មាន12កញ្ចប់នៅក្នុងនឹងខ្ញុំបានតែងតាំងស្ត្រី11រូបសម្រាប់កញ្ចប់11ហើយនឹងខ្ញុំខ្លួនឯងហើយដល់អាកំបាំងមកបរោះណាហើយបានចូលទៅចាប់យកកញ្ចប់ម្ចាស់ស្ត្រីនោះចំបោះខ្ញុំទោះជាអ្នកនោះមិនមែនជាមេស្ដេចសឹកសង្គ្រាមទាំងសងខាងនឹងក្តីក៏ទូព្រះបង្គំជាខ្ញុំនឹងទទួលបរោះនោះឲ្យធ្វើជាព្រះស្វាមីហើយព្រមប្រគល់រាជបល្ល័ង្កនិងទឹកដីនគរទាំង4ហ្នឹងដើម្បីឲ្យព្រះអង្គនោះបានដឹកនាំព្រះនគរតែយើងឃើញហើយថាមិនមានអ្នកណារត់មកឃើញព្រោះងាយណាស់ទៅស្រាប់តែចេញទៅច្រកហ្នឹងអញ្ចឹងទៅហើយពេលហ្នឹងស្ដេចសពសង្គ្រាមទាំងអស់ហ្នឹងក៏បានគិតអស់រយៈពេល1ថ្ងៃហើយឥឡូវយើងទទួលយកកំណើហ្នឹងឬមួយយ៉ាងម៉េចអ្នកខ្លះថាបើអញ្ចឹងក៏អញ្ចឹងទៅបើឥឡូវវាទៅតាមការផ្សងតំណាងទៅចុះដូចលឿនយើងលេងឆ្នោតស្មើឥឡូវបាទឆ្នោតនោះវាអ្នកតែមកប្លុកហ្នឹងហើយចាញ់ហ្នឹងវាពីមកដល់10ប្លុកទៀតហើយអញ្ចឹងក៏ដាក់ផុកតែជួយនិយាយលេខតែនិយាយតាមភាសាថៃគេដាក់ផុកព្រះអង្គលោកក៏ឲ្យធ្វើជាបទបញ្ញត្តិមួយឬសពថ្ងៃយើងភាសាហ្នឹងគេមិនហៅបទបញ្ញត្តិទេគេហៅថាជាលិខិតមួយចុះសារណៈនោះដើម្បីទទួលស្គាល់ថាបើបរោះណាមួយហើយបានចំកញ្ចប់ម្ចាស់ស្ត្រីយើងទាំង11នាក់ផ្សេងទៀតហ្នឹងទទួលស្គាល់បរោះហ្នឹងថាជាស្ដេចឃើញទេបងប្អូនឃើញទេហើយចឹងអត់មានសង្គ្រាមទេដោយសារអីដែរវាអត់ព្រោះថាសច្ចធម៌ហ្នឹងត្រូវបានគេកំណត់យក12កញ្ចប់នោះជាការប្រស្នាទុកជាការฟ้องទុកនឹងហើយដែលខ្ញុំចង់និយាយថាអំណាចនៃក្សត្រីព្រះមេត្រីរាជហ្នឹងគឺរកសន្តិភាពជូនខ្មែរយើងហ្នឹងដោយភាពងាយហើយធ្វើឲ្យយើងទាំងអស់គ្នាហ្នឹងទទួលយកបានអញ្ចឹងទៅទីចាប់បញ្ចប់ម្ចាស់ក្សត្រីហ្នឹងក៏คล้ายទៅជាសារណៈមួយដើម្បីយើងទទួលស្គាល់ទាំងអស់គ្នាទាំងស្ដេចសត្វសង្គ្រាមខាងព្រហ្មញ្ញសាសនាទាំងស្ដេចសត្វសង្គ្រាមខាងព្រះពុទ្ធសាសនាលុះចុះសារណៈនឹងបានស្រួលដួងហើយប្រយោជន៍មួយកើតឡើងថាបើអ្នកណាមួយហ៊ានប្រកែកអ្នកហ្នឹងត្រូវព្រះនាងនាទី2ដាក់ទោសបាទចាំមកឯងប្រកែកនឹងអ្វីដែលបានធ្វើហ្នឹងអញ្ចឹងអ្នកហ្នឹងត្រូវតែមានទោសបាទអញ្ចឹងម្នាក់ហ្នឹងក៏ចិត្តព្រមទទួលយកហើយបាទពិធីរៀបចំចាប់បញ្ចប់ម្ចាស់សត្វព្រៃហ្នឹងក៏បានប្រព្រឹត្តទៅអញ្ចឹងមិនមែនភ្លាមទេណាបាទឥឡូវខ្ញុំសូមនិយាយបន្តអំពីការកសាងប្រាសាទ2ក៏ត្រូវប្រារព្ធឡើងបាទព្រះសូរ្យវង្សទី2ព្រះអង្គលោកបានសាងប្រាសាទបន្ទាយស្រីសពថ្ងៃនៅសល់ភ័ស្តុតាងដែលយើងបានទៅពិនិត្យមើលបានទៅទស្សនាគ្រប់សញ្ជាតិអស់ហើយឆ្ងល់ណាស់តែអីបានជាខ្មែរនឹងមានប្រាសាទច្រើនម្ល៉េះណាបាទចំណាយព្រះមនីសីទសរថឬក៏អវតាររបស់ខាងព្រហ្មញ្ញសាសនាហ្នឹង
ក៏បានទៅសាងប្រាសាទមួយសពថ្ងៃយើងហៅបាត់នំគាត់សាងប្រាសាទហ្នឹងគាត់មានចំណែកពីបនឲ្យឥឡូវយើងនិយាយព្រះអង្គទូសរតមុនចុះគាត់បនសូមឲ្យមេត្តាបិតារបស់គាត់គឺព្រះបាទគូលេនរាជនិងម្ដាយគាត់ហ្នឹងជួយឲ្យគាត់បានជួបពនាងនាគទី2ហ្នឹងបាទអញ្ចឹងបានយើងហៅពាក្យថាប្រាសាទបាណំដល់សពថ្ងៃបាទហើយពោះណាស់តែយើងដឹងហើយខាងសាសនាព្រហ្មញ្ញហ្នឹងសូម្បីតែធ្វើបាសីហ្នឹងទៅតែ100ថ្នាក់អីចឹងទៅចឹងចណ្ដើរហ្នឹងឡើងរាប់រយកម្មតំណំតែទៅដល់ខាងលើប្រាសាទហ្នឹងបាទហើយចំណែកចេតនាមួយទៀតនេះគឺចង់ឲ្យព្រះនាងហ្នឹងទៅតបមើលប្រាសាទរបស់ព្រះអង្គហ្នឹងដើម្បីមានមនោសញ្ចេតនាព្រមស្រឡាញ់ព្រះទូសរតណាប៉ុន្តែបងប្អូនហើយយើងនិយាយពីសច្ចធម៌ឥឡូវចូលពាក្យសច្ចធម៌ត្រូវយល់ព្រះនាងលោកជាស្រីហើយលោកឡើងចណ្ដើររាប់រយកម្មខ្ញុំសួរថាតើក្នុងប្រតិរបស់ព្រះអង្គហ្នឹងសប្បាយចិត្តទេឥឡូវចង់ដឹងសាឡមើលទៅលេងប្រាសាទបណ្ណំខែបាត់ដំបងម្ដងទៅហើយឡើងលើមើលទៅបំទៅដល់ប្រាសាទលើហ្នឹងតើក្នុងប្រតិរបស់ព្រះនាងសប្បាយចិត្តទេបាទសប្បាយចិត្តទេព្រោះហត់ណាស់អញ្ចឹងក្នុងប្រតិនឹងគិតថាបើបានព្រះបាទទូសរតទៅប្រកាសជាព្រះអង្គនឹងហត់នឿយណាយដោយសារតែព្រះអង្គនឹងមិនយល់អំពីប្រតិរបស់ស្ត្រីក្នុងលោកនឹងតើត្រូវធ្វើយ៉ាងម៉េចឲ្យស្ត្រីក្នុងលោកនឹងមានចិត្តមនោសញ្ចេតនាទៅដល់ព្រះអង្គនឹងហើយគេហៅបច្ច័យកន្លែងហ្នឹងហើយគេហៅសច្ចធម៌ណាបងប្អូនបាទហើយចំណែកខាងព្រះសូរិយវង្សទី2ព្រះអង្គកាន់ពុទ្ធសាសនាហ្នឹងហើយចុះលោកធ្វើយ៉ាងម៉េចលោកទៅធ្វើនៅក្នុងបឹងមួយមានន័យថាប្រាសាទនោះតូចហើយមានរចនាបថល្អឥតខ្ចោះដោយមានក្បាច់រចនាហ្នឹងគឺមានជាងរបស់ព្រះអង្គផ្ទាល់ខ្លួនឯងហ្នឹងឃើញថាល្អល្អខ្លាំងណាស់ហើយមិនពិបាកឡើងចុះដើម្បីនឹងហត់នឿយនោះទេអញ្ចឹងពេលនាងនាគទី2ហ្នឹងព្រះអង្គលោកទៅដល់ប្រាសាទព្រះបាទសូរិយវង្សទី2ព្រះអង្គលោកក៏សប្បាយព្រាយហារតីខ្លាំងណាស់ហើយដោយឃើញរូបចម្លាក់ហ្នឹងបាននិយាយអំពីរឿងអាវតាក់ទងទៅនឹងជីដូនជីតារបស់ខ្មែរដែលជាស្ដេចដឹកនាំនគរណាអំពីរឿងព្រះនាងសទន្ត្រាអំពីរឿងព្រះបាទយសោរាជអំពីព្រះនាងនឹងមានឫទ្ធិចេស្តាអាចសម្លាប់សត្រូវទាំងឡាយនឹងបាញ់ទៅចេញទឹកចេញផ្កាយអញ្ចឹងដែរអញ្ចឹងពេលហ្នឹងទឹកប្រតិរបស់ព្រះនាងហ្នឹងក៏គួចគិតក្នុងចិត្តថាព្រះបាទសូរិយវង្សទី2ហ្នឹងគួរឲ្យពេញចិត្តណាស់គួរឲ្យមានមនោសញ្ចេតនាដកនៅក្នុងដួងចិត្តរបស់ព្រះអង្គពេលនោះហើយដែលធ្វើឲ្យព្រះនាងហ្នឹងសពរាជហារតីនឹងព្រះបាទសូរិយវង្សទី2ហើយក៏ជួយបន់ខាងសូមឲ្យព្រះបាទសូរិយវង្សទី2ព្រះអង្គចាប់ចំទៅចាប់ម្ចាស់សត្វត្រីទូព្រះបង្គំជាខ្ញុំកំបីខានឡើយណាចឹងមកខ្ញុំនិយាយថាសច្ចធម៌គឺអញ្ចឹងណាបងប្អូននេះមេដឹកនាំរបស់ខ្មែរក្នុងចំនួននោះគេបានកើតឡើងហើយសច្ចធម៌រវាងមនុស្សនិងមនុស្សហ្នឹងក៏តែមានមនោសញ្ចេតនាទុនខ្លួនរវាងមនុស្សនិងមនុស្សហ្នឹងបានមេត្រីភាពហ្នឹងកើតឡើងដោយខ្មែរយើងសពថ្ងៃវាអត់មានមនោសញ្ចេតនាហ្នឹងទេវាបាត់អត់ហើយអ្នកណាមាននឹងមានក៏ប្រពងមានដោយសារលក់ព្រៃព្រឹក្សាលក់ដីធ្លីខ្លួនឯងជាតិសាសខ្លួនឯងហើយទីជន់យកកម្លាំងកេងប្រវាញ់យកលុយកាក់របស់អ្នកក្រីក្រខ្លួនឯងគេណែសច្ចធម៌នោះអត់មានមនោសញ្ចេតនាទេខ្មែរនឹងខ្មែរជាថាកែទៅពួកអ្នកដែលទៅធ្វើជាកម្មករទៅធ្វើជាពលករអីចឹងទៅជាតកែជាពលករគេជាទៅជាមកអត់មានមនោសញ្ចេតនាមីត្រីភាពនឹងកើតឡើងទេដោយសារថាសច្ចធម៌នោះវាអត់មានមិនបានខ្ញុំថាมันមានព្រោះខ្មែរយើងមានសច្ចធម៌កុសលធម៌នឹងវាឆ្អែតទៅក្នុងខ្លួនរបស់ខ្មែរហើយដល់ពេលសង្គមយើងប្រែទៅអញ្ចឹងណាអ្នកខ្លះនោះមានរហូតដល់ទៅទិញឡានជិះនោះតែទំនើបប៉ុន្តែអ្នកដែលនៅខ្នល់ឈរមើលបាទខ្លះរកបាយហូបមិនបានទេវាអញ្ចឹងវាមានការខុសគ្នាអញ្ចឹងហើយក្នុងថ្ងៃនេះខ្ញុំចង់និយាយថាយើងដើម្បីឲ្យប្រទេសជាតិមួយហ្នឹងមានមនោសញ្ចេតនាមានស
សច្ចៈធម៌មានមេត្រីភាពនឹងគ្នាលុះត្រាតែមេដឹកនាំទាំងអស់ហ្នឹងគាត់ឲ្យចាប់ដាក់គ្នាហើយនិយាយគ្នាថាធ្វើម៉េចកុំឲ្យមានអ្នកក្រនៅតាមចើមផ្លូវនោះធ្វើម៉េចកុំឲ្យមានអ្នកក្រគ្មានផ្ទះនៅដើរនៅតាមព្រៃធ្វើម៉េចឲ្យអ្នកក្រក្នុងពួកយើងនឹងហូបឆ្ងាញ់ស្មើគ្នាទៅក្នុងហើយជាប្រយោជន៍ដែលយើងត្រូវបង្កើតឡើងវិញព្រោះថាមេដឹកនាំគ្រប់ចំនួនរបស់ខ្មែរដែលកុំយកខ្ញុំចង់យកពាក្យថាប្រទេសកាណាដាប្រទេសអីទេខ្ញុំចង់និយាយយកពីសម័យមហានគរបើគ្មានមេត្រីភាពទេទោះថាប្រសាទរាប់ពាន់ដែលបានប្រដៅស្ថានឡើងនឹងហើយគេហៅថាបច្ច័យតែកើតឡើងដោយគ្មានសច្ចធម៌បានទេបាទថាតើតមានសច្ចធម៌ហើយបានធ្វើបានព្រោះតម្លៃនៃប្រាសាទទាំងអស់នោះឃើញថាมันមានប្រាក់ឯណានៅក្នុងโลกនេះនឹងកាត់តម្លៃបានទេបាទអញ្ចឹងបងប្អូនខ្មែរក្នុងថ្ងៃនេះមុនចូលឆ្នាំឬក៏យើងបានផ្សព្វផ្សាយនៅក្នុងថ្ងៃចូលឆ្នាំខ្ញុំសូមយកធម៌សច្ចធម៌នេះទៅកាន់បងប្អូនទាំងអស់គ្នាតែបានបន់ទៅព្រះបាទកបិលមហាព្រំដែលជាតំណាងក្នុងបុណ្យចូលឆ្នាំក្នុងពេលឆាប់នេះឲ្យយើងទាំងអស់គ្នានឹងលះបង់ចោលទៅបាទព្រោះការនៅក្នុងលោកសម្បត្តិជារបស់ខ្លួននឹងមានតែ4ប្រការទេគឺទឹកដីភ្លើងខ្យល់ហើយអ្នកដែលផ្ដុំកំណើតឲ្យទឹកដីភ្លើងខ្យល់ហ្នឹងបង្កើតទៅជារូបបញ្ញខណ្ឌហ្នឹងគឺមានមេត្តាបិតារបស់យើងមេត្តាបិតារបស់យើងហើយដែលជាសម្បត្តិរបស់ខ្លួនបានលុះស្លាប់ទៅយើងអោបគាត់នឹងទៅជាមួយវិញបាទហើយក៏បានកើតមកវិញការធ្វើការធ្វើខ្លាប់ហ្នឹងគឺបានអោបមិនឈប់ទេចងជាប់ខ្លួនយើងពីមួយជាតិទៅមួយជាតិហ្នឹងគឺដោយសង្ខារធម៌ដែលមានមេត្តាបិតានិងទឹកដីភ្លើងខ្យល់ជាសម្បត្តិរបស់ខ្លួនម្នាក់រាប់រូបអញ្ចឹងតែយើងទៅចង់បានមានប្រាក់ទ្រព្យសម្បត្តិចង់បានអំណាចណាចង់បានស្រីនៅលើលោកហ្នឹងពីក្មេងៗអីចឹងវាជារឿងកំ ប្លែងទេបងប្អូនលូស្លាប់ទៅគ្មានយកទៅបានទេឥឡូវងាកមកនាំគ្នាបង្កើតសច្ចធម៌មួយថ្មីទៀតទៅសច្ចធម៌ដែលបង្កើតមកនឹងដូចជាកំ ប្លែងលេងហួពេកហើយវាអត់មានឃើញបានមេត្រីភាពនឹងកើតឡើងទេឥឡូវធ្វើសារថ្មីទៅបាទនេះក្នុងឆ្នាំថ្មីនេះខ្ញុំសូមស្ដាំតែប៉ុណ្ណឹងហើយឥឡូវសូមទុកពេលឲ្យខាងបងស្វាមប្រធីនឹងចង់សួរអីនៅក្នុងនឹងតទៀតបាទអរគុណលោកចៅគៀងយើងឃើញថាព្រះពុទ្ធទី1នឹងគឺព្រះកុកស្វៈសន្ធោហើយបន្ទាប់មកគឺព្រះកស្បៈហើយក៏មានក្រោយមកទៀតហោហែរហូតដល់ព្រះសេរអាមេត្រីអញ្ចឹងទៅអញ្ចឹងចង់ជម្រាបសួរលោកចៅគៀងឲ្យលោកចៅគៀងជួយបកស្រាយថាមានព្រះទី1ហើយហេតុដូចមិនចាំបាច់មានព្រះពុទ្ធទី5ធ្វើអីទៀតហើយមួយទៀតសំណួរមួយទៀតថាតើព្រះនីមួយនឹងត្រាស់ក្នុងធម៌ណាខ្លះដែរបើព្រះពុទ្ធទី1នឹងមានធម៌ទៅហើយព្រះពុទ្ធទី2ក៏មានធម៌អញ្ចឹងព្រះពុទ្ធទី3នឹងយកធម៌ពីណាមកវិញបើធម៌មានពុទ្ធទៅហើយនឹងបាទសំណួរនេះវែងឆ្ងាយណាស់តើយើងបកស្រាយព្រះទាំង5ព្រះអង្គប៉ុន្តែក៏ជាសំណួរមួយល្អហើយខ្ញុំសូមសម្ដែងនៅការត្រេកអរដែលយើងសួរពីរឿងហ្នឹងព្រោះថ្ងៃហ្នឹងវាទាក់ទងទៅនឹងការជួយឲ្យសាសនាប្រកោនិគមនោរបស់ខ្មែរនិងសាសនាព្រះសេរីអាមេត្រីរបស់ខ្មែរហ្នឹងបានធ្វើដំណើរមកកាន់កាប់ព្រះនគរខ្មែរវិញក្រោយពីការបាត់បង់ទៅអស់រយៈពេល800ឆ្នាំនៅក្នុងរជ្ជកាលរបស់ព្រះមនីសីទេពដែលយើងហៅថាព្រះបាទទូសរតហ្នឹងបានកាន់កាប់បាទព្រះទី1ព្រះអង្គលោកមានព្រះនាមថាកុស្វៈសន្ធោហើយប្អូនសួរថាចុះហេតុអីបើមានព្រះទី1ហើយចាំបាច់មានព្រះទី2ទៀតបាទនោះហើយគេហៅថាសច្ចធម៌នោះបាទនៅក្នុងលោកសន្និវាសនេះអ្នកដែលបង្កើតភពផែនដីដូចខ្ញុំបានជម្រាបហើយមិនមែនមនុស្សលោកទេគឺជាព្រហ្មលោកលោកពេលដែលព្រះអង្គបានបង្កើតភពផែនដីនេះហើយនៅក្នុងហ្នឹងក៏មានកបិលមហាព្រហ្មនោះដែលយើងកំពុងតែរៀបរាប់នៅក្នុងពេលឆាប់ហ្នឹងដោយរដ្ឋាភិបាលក្រសួងវប្បធម៌បាទគេត្រូវធ្វើម៉េចដើម្បីការពារព្រះនគរ
មានពនាងឈ្មោះអីដែលត្រូវដើរដង្ហែកបិលមហាព្រំនោះអញ្ចឹងនៅក្នុងហ្នឹងវាមានកបិលមហាព្រំវាមានព្រំបាទហើយព្រំលោកហ្នឹងកាលណាថាដឹងថាកបិលមហាព្រំហ្នឹងមិនព្រមសរសេរមិនព្រមបង្កើតអីគេទេទុកដល់គេបង្កើតឲ្យកើតជាភពផែនដីហ្នឹងហើយបង្កើតឲ្យមានសត្វលោកហ្នឹងក៏កើតហើយបង្កើតឲ្យមានសាសនាព្រះពុទ្ធអង្គទី1នឹងកើតហើយបែរជាគាត់ហ្នឹងគិតបំផ្លាញសាសនាព្រះពុទ្ធអង្គទី1ហ្នឹងការដែលចង់បំផ្លាញសាសនាព្រះពុទ្ធអង្គទី1ហ្នឹងហើយដែលធ្វើឲ្យបង្កើតឲ្យមានព្រះហ្នឹង5ព្រះអង្គដើម្បីទប់ទល់ជាមួយនឹងកបិលមហាព្រំតែព្រះអង្គនេះចេះតែចង់មិនឲ្យមានការកុសលធម៌នៅក្នុងភពផែនដីហ្នឹងដូចយើងបានជម្រាបហើយអ្នកដែលតាំងអំពើអាក្រក់រមែងតែមិនធ្វើអីទេចាំដល់ពេលគេធ្វើបានហើយតួយ៉ាងដូចចៅអញ្ចឹងកាលណាបុគ្គលសុចរិតនឹងបានប្រកបរបររកស៊ីមានបានលក់ដូរអីចឹងទៅចំណេញបានលុយទិញមាសទិញប្រាក់ពេជ្រកែកងអីចឹងរក្សាទុកត្រង់ទីបង្គួរមួយហើយគាត់ក៏ទៅប្លន់យកទាំងអស់ហ្នឹងណាវាមានអញ្ចឹងហ្នឹងហើយគេហៅថាតចធរខាងព្រហ្មញ្ញសាស្ត្រានោះវាបានមកបៀតបៀនលោកហ្នឹងអញ្ចឹងដល់យកព្រះពុទ្ធអង្គទី1ទៅក្រែងលោកគាត់មិនមានយុទ្ធសាស្ត្រទប់ទល់ជាមួយខាងកបិលមហាព្រំហ្នឹងចឹងហើយព្រះអង្គក៏ឆ្វេងយល់បង្កើតឲ្យមានព្រះតាមព្រះអង្គនឹងឡើងបាទដោយព្រះកុសវារាអញ្ចឹងព្រះអង្គលោកគោរពកុមារភាពជាស្វាមនុស្សក្នុងសម័យនោះហេតុអីបានជាព្រះទាំងអស់ក្នុងសម័យនោះមិនក៏មិនទៅគោរពមនុស្សចាស់មិនក៏ទៅរូបស្ត្រីដោយប្រកោតនិគមនោពលស័ព្ទនៅគុំចារីអញ្ចឹងទៅអាហ្នឹងហើយដែលខ្ញុំចង់និយាយថាគេសាលបងព្រះទី1ហ្នឹងគោរពកុមារជាស្វាមនុស្សនោះដែលជាភេទទួនខ្សោយហ្នឹងអញ្ចឹងព្រះអង្គព្រះកុសវារៈហ្នឹងព្រះអង្គលោកយកអាហារដែលឆ្អិននៅក្នុងព្រៃមានដំឡូងដុតដំឡូងអីសាច់សត្វដែលត្រូវឆេះក្នុងព្រៃហ្នឹងយកទៅធ្វើជាអាហារហ្នឹងគាត់ឲ្យទៅកុមារហ្នឹងជាចម្បងមានន័យថាគាត់មានចិត្តទុកដាក់គោរពកុមារនេះជាធំហើយទុកឲ្យអ្នកដែលមានកម្លាំងពលៈហ្នឹងដើរទៅយកខ្លួនឯងនៅតាមគំនូកដែលព្រះអង្គលោកកុមារប្រមូលទុកដាក់ដល់លើនោះបាទធ្វើយ៉ាងនេះដើម្បីឲ្យកុមារនឹងបានរួបព្រោះថាស្វាមនុស្សទាំងអស់នោះនៅក្នុងសម័យនោះមិនមានបញ្ញាអាចគិតថាយកចំណីទាំងអស់នោះទៅជួយចិញ្ចឹមកុមារជាស្វាមនុស្សនោះផងទេបាទនៅក្នុងនឹងហើយសង្គ្រាមរវាងស្វានឹងកើតឡើងដោយសារតែខឹងព្រះកុសវារៈនឹងព្រះអង្គលោកយកចិត្តទុកដាក់ទៅនឹងស្វាមនុស្សជាកុមារហ្នឹងសង្គ្រាមរវាងស្វាហ្នឹងកើតឡើងដោយសារស្ដេចស្វាហ្នឹងបញ្ជាឲ្យគេសម្លាប់កុមារនឹងចោលទាំងអស់អញ្ចឹងមានអ្នកការពារកុមារហ្នឹងអញ្ចឹងតតាំងច្បាំងគ្នាដើម្បីធ្វើម៉េចtậpចិត្តខ្លួនជាមនុស្សចាស់ហ្នឹងស្លាប់ចោលឲ្យបានកុមារហ្នឹងជាកូនរបស់ខ្លួនហ្នឹងបានកើតរៀនមានជីវិតបន្តទៅទៀតហ្នឹងហើយដែលបងអូនសួរថាហេតុអីបានតែចាំបាច់មានព្រះកើតឡើងបន្តមួយទៀតដោយសាររឿងវាអញ្ចឹងរឿងពេលដែលថាពេលឃើញព្រះហ្នឹងគាត់យកចិត្តទុកដាក់នឹងកុមារបែរជានាំគ្នាទៅសម្លាប់កុមារហ្នឹងបាទហ្នឹងមួយទៅអញ្ចឹងអ្នកទាំងអស់គ្នានឹងចេះតែគូជាគូប្រកបដែរព្រះកុសវារៈហ្នឹងស្វាមនុស្សហ្នឹងបាទខ្ញុំក៏សូមលើកយកព្រះទី2ដែលហៅថាព្រះកុសៈហ្នឹងព្រះអង្គកាន់អីពេលដែលព្រះអង្គក៏បានឃើញថាភាគីខាងស្ដេចនោះតែងតែសម្លាប់កុមារហ្នឹងខ្លាចកុមារហ្នឹងចំនួនក្រោយហ្នឹងក៏បានខ្លាចទៅជាស្ដេចមកដណ្ដើមរាជរបស់ខ្លួនវិញចង់សង្គ្រាមហ្នឹងចេះតែវាយគ្នាកាប់សម្លាប់គ្នាទៅព្រះអង្គលោកគិតថារឿងនេះគួរតែយើងបង្កើតកុសលធម៌ហ្នឹងមកច្បាប់ទៅអកុសលធម៌ហ្នឹងមកច្បាប់ទៅឲ្យអ្នកទាំងសងខាងហ្នឹងរៀនសូត្ររៀងខ្លួនតម្រាំទាំងចេះហ្នឹងវាត្រូវការពេលវាយូរដែរអញ្ចឹងថាតើតែចេះសង្គ្រាមនឹងច្បាស់លាស់ហើយបានតែងតាំងធ្វើជាស្ដេចសង្គ្រាមនឹងដោយសាលារៀងទួនខ្ញុំមិនបានលើកយកអំពីរឿងរ៉ាវរបស់ព្រះកុសបៈហ្នឹងព្រះអង្គលោកមានសាលារៀងខ្លួនសាលាខាងពុទ្ធសាសនាហ្នឹងទៅគេហៅព្រហ្មរាជឥឡូវសពថ្ងៃយើងហៅតាព្រហ្មរហូតដល់មកសពថ្ងៃហ្នឹងហើយសាលាខាងព្រហ្មញ្ញសាសនាខាងអំពើអាក្រក់នោះគេហៅកបិលមហារាជបាទនៅសពថ្ងៃគេហៅកបែររាជតែឥឡូវនេះចិត្តដល់ពេលកុមារឈ្មោះថា
រាជនឹងបានមកកាប់ប្រកេះកបលមហាព្រហ្មណាហើយចឹងរឿងរ៉ាវវាអញ្ចឹងយូរដែរតែមកចេះរៀងខ្លួនទៅបានមេសាសនាហ្នឹងក៏ចុចឈ្មោះអ្នកណាខ្លាំងផ្កាយជាងគេនឹងឲ្យធ្វើជាស្ដេចទៅសង្គ្រាមទៅហើយក៏បានលើកពណ៌មកច្បាំងគ្នាស្លាប់ព្រោះហ្នឹងទៅស្លាប់មនុស្សតិចតួចព្រោះថាតលខោជាស្ដេចទៅសង្គ្រាមហើយបានមេសាសនានឹងបញ្ជូនមកធ្វើសង្គ្រាមគ្នានោះក៏ជាប្រយោជន៍មួយដែរជួយធ្វើឲ្យមនុស្សនឹងកុំឲ្យខ្លាចច្រើនពេកបាទប៉ុន្តែថារឿងនោះដូចជាមិនត្រឹមត្រូវទៀតអីអញ្ចឹងព្រះហ្នឹងត្រូវតែមានមួយអង្គទៀតហើយដើម្បីមកជួយស្ត្រីនោះផងព្រោះខាងបរោះហ្នឹងពេលចូលទៅច្បាំងគ្នាអញ្ចឹងទៅក៏ទៅចាប់ស្ត្រីចឹងផងខាងនោះកុសលហ្នឹងក៏ទៅចាប់លោកកូនម៉ងគេដែរតែមិនបានធ្វើអញ្ចឹងថាគាត់ហ្នឹងក៏ជាមនុស្សក្នុងលោកហ្នឹងដែលមានតណ្ហាភ្លើងតណ្ហាអញ្ចឹងឃើញស្រីស្អាតទៅមិនបានហើយចឹងចាប់កូនចាប់ចៅគេអញ្ចឹងទៅធ្វើឲ្យម៉ែអីគេយំពេញភូមិពេញស្រុកពេញនគរហ្នឹងមិនមែនតែម្ខាងទេទាំងសងខាងបាទហើយដល់អញ្ចឹងទៅឃើញតែកុសលធម៌ហ្នឹងក៏ទៅសាងពើអាក្រក់ដែរហើយចំណែកអកុសលធម៌ហ្នឹងថាវាអាក្រក់ទៅហើយដល់អញ្ចឹងទៅត្រូវមានព្រះមួយអង្គទៀតដើម្បីចេញមកជួយការពារស្ត្រីដែលពេលទួងខ្សោយហ្នឹងមិនឲ្យបរិសុទ្ធទាំងឡាយហ្នឹងត្រូវយកទៅចាប់លោកចាប់អីដោយគ្មានការចូលស្ដីដណ្ដឹងអីអញ្ចឹងទៅហើយអញ្ចឹងព្រះទី3ហ្នឹងក៏ត្រូវបានកើតមកទៀតហើយគឺព្រះរបស់ខ្មែរនឹងឯងគេហៅបកោនីគុំនោពោធិសត្វព្រះអង្គបានការពារស្ត្រីទាំងឡាយនៅក្នុងលោកដោយអំណាចពុំចារីនោះរួចហើយទៅព្រះអង្គក៏បានដាក់ឈ្មោះសាលារបស់ខ្មែរនឹងដំបងគេហៅចារីរាជបងប្អូនឲ្យតែប្រសាទចាហ្នឹងនៅកន្លែងណាទៅលឺសូរពាក្យចារីកចាហ្នឹងនឹងហើយកន្លែងដែលគេរៀបចំការពារស្ត្រីនៅពុំចារីហ្នឹងដើម្បីឲ្យនាងបានរៀនបានសូត្រក្នុងនាមសាសនាបកោនីគុំនោពោធិសត្វបាទឥឡូវយើងចូលមកដល់ព្រះទី4ព្រះសាមណគោតមហ្នឹងបាទក៏មានកំណត់មួយទៀតមិនមែនអត់ទេបងប្អូនសុទ្ធតែព្រមលោកគិតទាំងអស់ព្រះអង្គលោកថាប្រុសតែងតែច្បាំងមិនឈប់សោះតែអញ្ចឹងបកកើតព្រះមួយអង្គមកទៀតហើយព្រះសាមណគោតមហ្នឹងយកបរោះហ្នឹងទៅបួសអញ្ចឹងបរោះហ្នឹងគេថាតែចូលបួសហើយលះអស់ហើយទាំងតណ្ហាទាំងការចង់មានចង់បានទាំងការស្រេកឃ្លាននៅអាហារទាំងឡាយហ្នឹងក៏ត្រូវមានតែមួយពេលពីរពេលអីចឹងទៅដើម្បីអីដើម្បីថាកុំឲ្យកើតចម្បាំងហ្នឹងតទៅទៀតបើស្រីឥឡូវគេខាទុកអស់ហើយនៅតែច្បាំងដដែលបើដល់ច្បាំងហើយទៅចាត់កូនកំងគេនៅក្នុងវត្តប្រាសាទចាហ្នឹងត្រូវបានគេកាប់ងាប់វិញទេព្រោះនៅក្នុងប្រាសាទចាហ្នឹងគេសិតបង្ហាត់ស្ត្រីចាស់ហ្នឹងឲ្យចេះក្បាច់គុណចេះពន់ស្នងពន់អីហ្នឹងគឺក្នុងរាជការរបស់បកោនីគុំនោពោធិសត្វចូលទៅសូត្រពន់ស្នងនៅវិលជាប់ហ្នឹងអញ្ចឹងបានឃើញថាពេលហ្នឹងក៏ដូចជាផ្ដល់ឱកាសហ្នឹងឲ្យបរិសុទ្ធហ្នឹងនៅឯកាទៅច្បាំងគ្នាហ្នឹងទៀតហើយអញ្ចឹងបកកើតព្រះសាមណគោតមហ្នឹងឲ្យព្រះអង្គលោកប្រមូលពួកបរិសុទ្ធទាំងអស់ហ្នឹងឲ្យចូលទៅបួសទៅរៀនទៅដើម្បីឲ្យផុតពីការកាប់សម្លាប់គ្នាហ្នឹងហើយបានអញ្ចឹងហើយគេនិយាយពីគិតតែពីបរិសុទ្ធហើយចង់អ្នកដែលមិនបរិសុទ្ធហ្នឹងគឺចាចរីហើយនឹងកុមារអត់គិតទេលោកសង្ឃមិនអនុញ្ញាតឲ្យបួសទេណាក្រោមអាយុ10ឆ្នាំមិនឲ្យបួសទេអញ្ចឹងអ្នកណាជួយពិនិត្យជួយមើលជួយថែអញ្ចឹងហើយបានព្រោះលោកហ្នឹងក៏បានដល់ឲ្យមានព្រះមួយព្រះអង្គទៀតគឺព្រះសេរីអាមេត្រីហ្នឹងព្រះអង្គលោកជាអ្នកចិញ្ចឹមការពារកុមារនិងមនុស្សចាស់ហ្នឹងដែលមានគាថាសោតនៅក្នុងប្រាសាទដីអង្គតែសពថ្ងៃប្រាំងលួចយកទៅមិនដឹងយកទៅធ្វើស្អីបើវាមិនចេះអសផងហ្នឹងអាប្រាំងឈួតហ្នឹងមិនវាឈួតទេក៏តែមែនតែគឺគេហៅមនុស្សគុំជាជីជាន់ប្រទេសមួយត្រូវតែប្រាំងហ្នឹងបំផ្លាញប្រទេសហ្នឹងដល់ជួបាយបែបហ្នឹងបាទអញ្ចឹងទៅព្រះសាសនាព្រះសេរីអាមេត្រីហ្នឹងចង់ជួយកុមារចាស់ជ្រាហ្នឹងឲ្យមានអ្នកថែរក្សាអ្នកចិញ្ចឹមបីបាច់អីចឹងទៅប៉ុន្តែវាត្រូវព្រហ្មញ្ញសាសនាហ្នឹងមិនពេញចិត្តដែរតែវាត្រូវខាងសាមណគោតមហ្នឹងក៏អត់ពេញចិត្តដែរវាត្រូវខាងបកោនីគុំនោហ្នឹងក៏មិនពេញចិត្តដែរតែគេឲ្យមនុស្សពុំចារីបួឥឡូវទៅបួកុមារនិងចាស់ជ្រាវិញអញ្ចឹងសាសនាទាំង4ហ្នឹងក៏បែរកើតទៅជាអ្នកប្រឆាំងសាសនាព្រះសេរីអាមេត្រីហ្នឹងទៅទៀត
ចឹងឃើញថាព្រមលោកនឹងព្រះអង្គលោកបង្កើតព្រះ5ព្រះអង្គដើម្បីសាកល្បងថាតើមានព្រះហើយជួយឲ្យព្រះនគររបស់សត្វលោកនឹងគេហៅភពផែនដីហ្នឹងបានសុខដែរឬទេថាបានសុខមានព្រះទាំង5ព្រះអង្គនឹងទៅក៏កើតទៅជាចម្បាំងរាំងជួលរវាងពុទ្ធសាសនានិងពុទ្ធសាសនារវាងព្រហ្មញ្ញសាសនានិងពុទ្ធសាសនារវាងព្រហ្មញ្ញនិងព្រហ្មញ្ញណាគេថាដល់ពេលបង្កើតអង្គសាសនានឹងឡើងបែរជាភ្លើងសង្គ្រាមនឹងកាន់តែសន្ធោសន្ធៅទៀតនឹងហើយដែលព្រះអង្គលោកបានសម្ដែងនៅក្នុងធម៌បទមួយថាសខណ្ឌជ័យទាំងបាទាំងនិយាពហយេនៈព្រះសេរាមេត្រីព្រះអង្គលោកដឹងតាំងពីលោកមិនទាន់បានត្រាស់នោះថាពេលដែលសភាគួតបានត្រាស់ទៅសង្គ្រាមនឹងក៏នាំគ្នាខាងពុទ្ធសាសនានឹងក៏មកច្បាំងជាមួយព្រះអង្គខាងព្រហ្មញ្ញសាសនានឹងក៏មកច្បាំងជាមួយព្រះអង្គហើយសារតែព្រះអង្គនឹងបានយកបុគ្គលទាំងឡាយដែលសាសនាទាំង4ខាងដើមមកអត់បានយកមកធ្វើជាតួអង្គតំណាងនៃសាសនារបស់ខ្លួនរៀងខ្លួនបាទអញ្ចឹងឥឡូវយើងសូមសង្ខេបប៉ុណ្ណឹងចាំដល់ថ្ងៃដែលយើងមានឱកាសនឹងនិយាយតទៅទៀតឥឡូវសូមបងប្អូនសវណ្ណរទ្ធីសួរបន្តទៀតបាទលោកចៅគៀងសង្គ្រាមរវាងខ្មែរនិងខ្មែរគឺសាសនាព្រហ្មញ្ញនិងព្រះពុទ្ធសាសនាដែលយើងហៅថាចងសម្ព័ន្ធមិត្តភាពនឹងប្រើរយៈពេលអស់ប្រហែលឆ្នាំដែរបើហើយស្លាប់មនុស្សពលតបខ្មែរនឹងប្រហែលជាប្រហែលអ្នកដែរទៅលោកចៅគៀងឆ្ងាយណាស់ហ្នឹងបើតាមនិយាយទៅសភៅកបិលមហាព្រំហ្នឹងក៏មិនមានទេហើយមហាវរៈបរោះខ្មែរហ្នឹងក៏អត់មានទេដែរចង់និយាយថាខាងតេទេពហ្នឹងក៏ដូចជាមិនបានទេទុកដែរចំណែកខាងព្រះសូរ្យវង្សទី2ហ្នឹងក៏ដូចជាមិនបានទេទុកដែរប៉ុន្តែសាសពហ្នឹងបានបែងចែកជា2គឺសាសពដែលស្លាប់ដោយសារការពារពុទ្ធសាសនាគេបានតាំងប្រាសាទមួយហៅព្រះដំណាក់សពថ្ងៃប៉ុន្តែប្រាំងសេះហ្នឹងវាដាក់ឈ្មោះប្រាសាទព្រះដំណាក់ហ្នឹងដែលយើងហៅថាស្ដេចសម្រែហើយចំណែកអ្នកកាន់ព្រហ្មញ្ញសាសនាលុះស្លាប់ទាំងអស់គេបានយកទៅចាក់ទៅក្នុងបឹងមួយបាទបឹងនោះគឺនៅក្នុងប្រាសាទមួយនៅខាងលើកញ្ចេះនោះគេហៅភ្នំ5000បាទអញ្ចឹងយើងមិនដឹងថាតើខាងព្រហ្មញ្ញសាសនានឹងស្លាប់ប្រមាណអ្នកហើយខាងពុទ្ធសាសនានឹងស្លាប់ប្រមាណអ្នកទេឃើញនៅសល់តែមជ្ឈូទេសពថ្ងៃចំណែកទៀតដែលកិនមកចាក់ទៅក្នុងមជ្ឈូនោះក៏មិនបានឃើញដែរបាទហើយសំណួរហ្នឹងគឺថាមានជំរឿជ្រៅណាស់ប៉ុន្តែយើងសោកស្ដាយដែរដែលប្រវត្តិសាស្ត្រនៅក្នុងមហាវរៈបរោះខ្មែរមិនបានសេអំពីខាងពុទ្ធសាសនាបានស្លាប់ឲ្យពុទ្ធប្រកបហ្នឹងប្រមាណទេតែសង្គ្រាមហ្នឹងបើយើងនិយាយអំពីការឆ្លោះប្រកែកគ្នាហ្នឹងគឺចាប់រាប់ពីសតវត្សទី9មកដល់សតវត្សទី10ឃើញថារយៈពេល100ឆ្នាំបាទចេះយូរដែរមិនដឹងថាប្រមាណទេបងស្វារទ្ធីហើយក៏សូមអត់ទោសទៅដល់ខាងអ្នកម្ចាស់សំណួរនឹងផងដែរបាទឥឡូវតសង្ខេបខ្លីឥឡូវយើងគឺថាម៉ោងកាន់តែច្រើនដែរហើយខ្លាចតែបងប្អូនស្ដាប់ទៅមិនបានពិចារណាងួយដេកព្រោះការខ្ញុំបួសហ្នឹងចឹងដែរដល់ពេលយូរទៅចាស់មានស្ដាប់ទេដេកលក់រហូតទឹកមាត់ទៅឥឡូវចេះទៅឥឡូវថ្ងៃហ្នឹងគឺយើងបានបញ្ចប់រឿងព្រះមេត្រីក្នុងការរាជការរបស់ព្រះនាងនាគទី2ហ្នឹងដោយព្រះអង្គកាលនោះក៏ធ្វើពិធីចាប់ប្រចំម្ចាស់ខ្សាព្រៃទៅនិយាយពីព្រះកុស្វារៈដែលបានដោយទីមគួរទៅប៉ុន្តែព្រះអង្គរំលាយខណ្ឌសាសនារបស់លោកចោលទុកនឹងរាជអាកាសទាំង4នោះពេលនោះរាជអាកាសហ្នឹងក៏បានចូលមកធ្វើជាគ្រូរបស់សូរ្យវង្សទី2ពេលនោះព្រះអង្គក៏បានវល់ឲ្យព្រះអង្គជួយសូរ្យវង្សទី2ហ្នឹងក៏បានឈ្នះជ័យនៅក្នុងគ្រានោះដោយព្រះកុស្វារៈឬក៏រាជអាកាសហ្នឹងបានបដែកញ្ចប់ព្រះនាងហ្នឹងឡើងធ្វើឲ្យព្រះអង្គបានស្គាល់ថាកញ្ចប់ណាមួយជារបស់ព្រះនាងនាគទី2ហើយក្នុងគ្រានោះធ្វើឲ្យចិត្តរបស់ព្រះបាទទសរថនឹងក្តៅក្រហាយហើយក៏មានគំនុំគុំគួនតាំងពីពេលនោះមកហើយចំណែកពិធីរៀបអភិសេករបស់ព្រះបាទសូរ្យវង្សទី2ហ្នឹងជាមួយព្រះនាងនាគទី2ហ្នឹងក៏បានប្រព្រឹត្តហើយក៏បានកើតមានសាលាអន្តពតបរិយនេះទុកជាការតបស្នងត្រង់គុណទៅដល់ព្រះមេត្រីទាំងអស់ដែលបានធ្វើឲ្យប្រទេសជាតិនឹងមានសន្តិភាពហើយទុកវត្តអន្តពតបរិយយើងសពថ្ងៃហើយនគរ
អន្តពបរិយឬក៏នគរតូចហ្នឹងដើម្បីឲ្យទៅជាសាលាសកលវិទ្យាល័យស្ត្រីបាទមិនមែនកន្លែងដាក់ព្រះវិស្ណុដូចប្រាំងទេសូមអរគុណអូនបាទហើយអញ្ចឹងសូមគោរពលាត្រឹមប៉ុណ្ណឹងហើយសូមឲ្យបងប្អូនខ្មែរទាំងអស់ដែលបានស្ដាប់ហើយយកទៅពិចារណាហើយនាំគ្នាគិតរកប្រយោជន៍ដើម្បីស្វែងរកព្រះមេត្រីរបស់ជាតិយើងតាជាថ្មីម្ដងទៀតហើយនឹងជួយឲ្យព្រះនគរហ្នឹងវិលត្រឡប់ទៅរកពាក្យថាមេត្រីហើយស្រឡាញ់គ្នារាប់រកគ្នាលែងប្រកាន់ពូជលែងប្រកាន់សាសលែងប្រកាន់អ្នកនេះអាក្រក់អ្នកនោះល្អទុកឱកាសឲ្យអ្នកទាំងអស់នោះបានផ្ដល់ប្រយោជន៍មកដល់មាតុភូមិដល់ខ្សែកំសត់នេះបាទហើយខ្ញុំក៏សូមអរគុណទៅដល់អ្នកដែលស្ដាប់ទាំងអស់អំពីការទទួលយកនៅការផ្សព្វផ្សាយសាសនារបស់ខ្មែរក៏ដូចជាពាក្យថាលើកសាសនានៅក្នុងពេលនេះសូមឲ្យគុណរបស់ព្រះរតនត្រ័យមានព្រះកោរីតតាំងខាងរាវសោសូជ័យនិងព្រះសិរិយាមេត្រីសូមព្រះអង្គស្ដេចជាងជួយសាបសារការពរជ័យដល់បងប្អូនខ្មែរទាំងអស់ជាពិសេសក្នុងពិធីបុណ្យចូលឆ្នាំនេះឲ្យបានប្រកបដោយសិរីមង្គលគ្រប់ប្រការចូលមានដល់អ្នកទាំងឡាយរកស៊ីមានបានកើតការវាលគុំជាជុំដោយទាំងអស់កំពុងជ័យហើយសូមឲ្យទទួលយកនៅសន្តិភាពមួយរបស់ជាតិនឹងហើយឲ្យប្រទេសជាតិនឹងបានរុងរឿងដូចជាសម័យចាស់គាត់នឹងឡើងវិញបាទសូមអរគុណសូមជម្រាបលាបាទប្រិយមិត្តអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ជាទីមេត្រីនីតិស្វែងយល់ពីភាសាបាលីខ្មែរបានបន្តទីចុងបញ្ចប់ហើយខ្ញុំបាទសវណ្ណរិទ្ធីក៏សូមថ្លែងអំណរគុណទៅដល់ការតាមដានស្ដាប់របស់ប្រិយមិត្តក៏ដូចជាថ្លែងអំណរគុណទៅដល់វាគ្មិនរបស់យើងគឺលោកចៅគាំងបាទសូមអរគុណសូមជម្រាបលាលោកចៅគាំងបាទបាទសូមអរគុណបាទសូមជម្រាបលាបាទ